anh mà nghiêng đến bạn đáធ្វើការបណ្ដារៀននៅកន្លែងនៅពេលយប់ ម៉ាក់កំពុងសួរគេមិនមែនសួរអញទេមិនតែអញឆ្លើយជាមួយគេគ្រប់រឿងអញ្ចឹង លោកអ៊ំរឿងរបស់ខ្ញុំជាយាយគាត់ដឹងទាំងអស់ ខ្ញុំដឹងថាគេដឹងរឿងឯងប៉ុន្តែគេដឹងតែខ្ញុំមិនទាន់ដឹងអញ្ចឹងបានតែខ្ញុំចង់និយាយជាមួយឯងជាយាយមកគោលការណ៍បងប្រុសឯងម៉ាក់ជាអ្នករៀបចំឡើងអញដឹងហើយគ្រូសាររបស់យើងចង់បានឋានៈប្រហែលគ្នា ម៉ាខ្ញុំ នាងធ្វើការនៅក្នុងបាយ លោកអ៊ំកន្លែងនោះមិនដូចជាការការរបស់អ៊ំទេវាជាកន្លែងដែលយុវវ័យញ៉ាំស្រាជាយាយគ្នាតែប៉ុណ្ណោះ នាងចាត់ទុកខ្ញុំជាចាស់កម្រិលនាងស្មានតែខ្ញុំមិនដឹងថាអ្វីជាស្រីបាអ្វីជាស្រីរបាំជាយាយនៅមន្ទីរពេទ្យមានអ្នកជំងឺម៉ាក់ចង់ធ្វើតបភ្នែកពីរជាន់ហើយចង់បានការប្រឹក្សាពីឯងប្រញាប់ទៅចុះ ដល់ថ្ងៃនេះខ្ញុំអត់មានអ្នកជំងឺទេ គឺម៉ាក់ណាត់ឲ្យឯងគេជាមិត្តភក្តិរបស់ម៉ាក់គេចង់បានការប្រឹក្សាពីឯងប្រញាប់ទៅមន្ទីរពេទ្យទៅមិនបាច់មើលគេទេទុកឲ្យម៉ាក់និងគេបាននិយាយគ្នាឲ្យតែគេអាចឆ្លងដំណាក់កាលរបស់ម៉ាក់ម៉ាក់នឹងឲ្យពួកឯងតាក់ទងគ្នាទៀត ម៉ា មិនអីទេជាយាយតើមិនចោះពេលនេះគ្មានរឿងអ្វីដែលខ្ញុំមិនអាចឆ្លើយបានទេពីមុនមកក្រែងលោកធ្លាប់ឲ្យខ្ញុំទៅយកម៉ាក់លោកទេពេលនេះជាឱកាសល្អហាញ់តែ បានហើយខ្ញុំទៅមុនហើយយ៉ាម៉ាខ្ញុំទៅមុនហើយមើលទៅមនុស្សសេចក្ដីណាពួកឯងទាំងពីររីកចម្រើនលឿនមែនទែន អ៊ំស្រីខ្ញុំនឹងជាយាយស្រឡាញ់គ្នាដែលស្មោះសំខាន់ថាអ៊ំនឹងបំពេញបំណងរបស់ពួកខ្ញុំ កូនប្រុសខ្ញុំនិយាយថាគេនឹងនាងស្គាល់គ្នាជាង1ឆ្នាំទៅហើយប៉ុន្តែខ្ញុំយល់ថាអ្នកទាំងពីរទើបតែតាក់ទងគ្នាត្រឹមតែ2-3ខែប៉ុណ្ណោះ អ៊ំស្រីហេតុអីបានជាអ៊ំដឹង តាំងពីខ្ញុំដឹងថានាងនិងកូនប្រុសខ្ញុំតាក់ទងគ្នាខ្ញុំបានទៅស៊ើបដំណឹងពីនាងច្បាស់ណាស់នាងមិនត្រឹមតែធ្វើការនៅក្នុងបារទេពេលមុននាងទៅធ្វើការក្នុងបារធ្លាប់ធ្វើជាអ្នករាំត្រូវទេតើមែនទេ ចាកាលនោះខ្ញុំរៀនអនុវិទ្យាល័យមិនទាន់ដឹងក្តីគ្មានការស្រឡាញ់ពីប៉ាម៉ាក់ដល់ពេលនោះគឺខ្ញុំបានដាក់ខុសមួយជំហានហេតុដូច្នេះខ្ញុំរៀនមិនទាន់ចប់វិទ្យាល័យទេក្រោយមកខ្ញុំក៏ប្រឡងឡើងវិញរៀនបណ្ដាធ្វើការបដែរពេលរៀនចប់វិទ្យាល័យគឺរៀននៅពេលយប់ ស្ដាប់មើលទៅនាងជាមនុស្សតស៊ូព្យាយាមក្មេងស្រីដែលតស៊ូព្យាយាមម្លឹងមានមិនច្រើនទេ អ៊ំស្រីអរគុណដែលអ៊ំយកយល់ដល់ខ្ញុំ ប៉ុន្តែខ្ញុំយោគយល់នាងក៏សង្ឃឹមថានាងនឹងយោគយល់ដល់ខ្ញុំយល់ថាពិបាកធ្វើជាឪពុកម្ដាយគេប៉ារបស់ជីយើងគឺជាដុកទ័រជានាយកមន្ទីរពេទ្យ CU បងប្រុសជីយើងហើយនឹងជីយើងសុទ្ធតែអ្នកកាត់ចេញពីគ្រួសារដុកទ័រទាំងអស់ដូច្នេះពួកយើងរើកូនប្រសាទទៅអនាគតខ្លាំងណាស់ទោះមិនបានប្រហាក់ប្រហែលគ្នាក៏បានក្រោមបន្តិចបន្តួចដូច្នេះនាងមិនសមនឹងគ្រួសារខ្ញុំទេសង្ឃឹមថាថ្ងៃក្រោយនាងនឹងឈប់តាក់ទងជាមួយកូនប្រុសខ្ញុំទៀត ឈប់សិនអ៊ំស្រីកុំបំបែកបំបាក់ខ្ញុំនឹងជាយាយឲ្យបានទេ ពួកនាងទើបតាក់ទងគ្នាត្រឹមតែ3ខែប៉ុណ្ណោះមិនហៅថាបំបែកបំបាក់ទេយ៉ាងម៉េចចង់គំរាមខ្ញុំហ៎ចង់តោងទាមកូនប្រុសខ្ញុំមិនលែងហ៎ អត់ទេខ្ញុំមិនតាំងទាមកូនរបស់អ៊ំទេខ្ញុំមិនចាក់ចេញពីគេប៉ុន្តែកូនប្រុសរបស់អ៊ំស្រីអាចអត់ពីខ្ញុំបានទេ កូនជារបស់ខ្ញុំជារឿងក្នុងគ្រួសារលាវខ្ញុំបង្កើតកូនប្រុសខ្ញុំចេះគ្រប់គ្រងហើយប៉ុន្តែអ្នកនាងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យល្អទៅបើមិនទៅតោងទាមជាយើងរបស់ខ្ញុំធានាថាពីថ្ងៃនេះទៅកូនប្រុសខ្ញុំក៏មិនតោងទាមនាងដូចគ្នាដែរតាមពិតគឺនាងយ៉ាងឡានកាលនោះឯងប្រាប់ម៉ាក់ថាជាយើងស្គាល់ក្មេងស្រីម្នាក់ជាក្មេងក្នុងបារឈ្មោះសុងសាំងដូច្នេះម៉ាក់រៀបរៀងពួកគេហើយនៅពេលដែលមិត្តភក្តិប៉ាឯងម្នាក់ជាថៅកែសហគ្រាសអសុទ្ធឬថាមានកូនស្រីម្នាក់ទន់ភ្លន់មានសមត្ថភាពពួកយើងមានចេតនារៀបចំឲ្យជាយើងបានស្គាល់តែមិនស្មានថាជាយើងស្គាល់គ្នាជាមួយចាងស៊ីជីនហើយពួកគេក៏បង្កើតស្នេហាជាមួយគ្នា មែនហើយម៉ាក់ក៏ដឹងពីចរិតជាយើងដែរគេស្រោតបូតអ្នកដទៃងាយអូសជាងណាណាមួយពួកគេទៅស្គាល់គ្នាបានពី3ខែក៏រៀបការភ្លាមខ្ញុំគិតថាស៊ីជីនមើលឃើញទ្រព្យសម្បត្តិគ្រួសារយើងទៅបញ្ញាប់រៀបការចូលមក ចំណុចនេះម៉ាក់ក៏បានពិចារណាប៉ុន្តែចាងស៊ីជីននោះស្ថានភាពគ្រួសាររបស់គេម៉ាក់ទុកថាទទួលយកបានចំណែកមង្គលការឯងហើយនឹងជាឈិនធ្វើឲ្យម៉ាក់នេះឈឺក្បាលណាស់ទៅហើយរឿងជាយើងម៉ាក់លេងដៃមិនខ្វល់ទេតែសុករំលឹកពីសុងសៀងតើមានរឿងអីទៅម៉ាក់ប៉ាសាមិញពួកខ្ញុំជួយសង្គ្រោះបន្ទាន់នោះគឺសុងសៀងក្មេងស្រីដែលសង្គ្រោះបន្ទាន់នោះគឺសុងសៀងម្យ៉ាងទៀតគេមានផ្ទៃពោះ5ខែមានផ្ទៃពោះ5ខែហ៎អញ្ចឹងគេខ្ញុំក៏មិនដឹងច្បាស់ប៉ាសាមិញគេស្លាប់រហូតខ្ញុំគ្មានឱកាសសួរគេទេតែបងខ្ញុំគិតថារឿងនេះមិនគួរនិយាយជាមួយម៉ាក់ទេតែខ្ញុំគិតយូរទៅមានតែនិយាយជាមួយម៉ាក់ទេទៅអញ្ចឹងហើយបានជាខ្ញុំរឿងមួយនេះម៉ាក់ត្រូវតែស៊ើបឲ្យច្បាស់គឺនាងទេម៉ាក់អ្នកមកថៃម៉ាក់មកហើយអ៊ំស្រីសួស្ដីយប់មិញជាយើងអត់មកវិញបងស្រីនេះចាំគេពេញមួយយប់ឥឡូវកំពុងសម្រាប់នៅខាងលើខ្ញុំបារម្ភពីគេណាស់ដូច្នេះហើយឡើងទៅលើកំដរគេទៅ
អ៊ំស្រីចុះអ៊ំវិញកិច្ចការនៅមន្ទីរពេទ្យឲ្យយ៉ាងណាក៏ដកខ្ញុំទៅបានហើយអញ្ចឹងអ៊ំស្រីខ្ញុំកំដរអ៊ំស្រីទៅដែរមិនបាច់ទេទៅកំដរបងអូនស្រីនាងចុះបើគេមិននឿយហត់ទេចាំនាងទៅតាមក្រោយយ៉ាងណាទៅយើង ចា សេជីនសេជីន បងស្រី ចាំមិនដឹងតែមកយប់សោះអញស្គមដល់ថ្នាក់ហ្នឹងឯង អត់ទេប្រហែលជាខ្ញុំគេមិនលក់ កុំកុហកបងអីមុននេះម៉ាក់ក្មេងអញនិយាយថាអញចាំជាយើងពេញមកយកមិនបានគេងទេតាមានរឿងអីឯង បងស្រី កុំយំអីមានរឿងអីនិយាយទៅកុំយំអញប្រាប់បងមកមានបញ្ហាអីឆ្លោះគ្នាជាមួយជាយើងឯងឬមួយជាយើងធ្វើបាបអញ ខ្ញុំរឿងរដ្ឋាភិបាលជាយើងខ្ញុំនិយាយប្រាប់បងយ៉ាងម៉េចបើនិយាយទៅតាមតែគេខ្សោយទេតាមតែគាត់ខ្វល់ទេមិនកាត់ទេបងកូនកាលនេះខ្ញុំជ្រើសរើសតែខ្លួនឯងប្រហែលខ្ញុំរើសតែខ្លួនឯងអញ្ចឹងខ្ញុំត្រូវដោះស្រាយតែខ្លួនឯងមិនត្រូវnhậpផ្ទះដឹងទេ និយាយទៅបងទៅសាន់ណា បងស្រីខ្ញុំអត់អីទេខ្ញុំនិយាយគ្រាន់តែប្រកែកគ្នាពេញទួចអត់អីទេ